តែហ៊ានភូមិភាគ2របស់ថៃអះអាងថាដណ្ដើមបានប្រាសាទតាក្របីនិងភ្នំ350ទៅគ្រប់គ្រងទាំងស្រុងតបអាកាសថៃទម្លាក់គ្រាប់ពីយន្តហោះ F16 ផ្ដាច់ស្ពានអូជីកចូលជ្រៅ83គីឡូម៉ែត្រក្នុងដីខ្មែរថៃមានប្រៀបលើការចរចានៅថ្ងៃច័ន្ទទោះរងសម្ពាធអន្តរជាតិទាហានជើងទឹកថៃយកលេសកំទេចមជ្ឈមណ្ឌលឆបបោកអនឡាញឈ្លានពានចូលកាន់កាប់កាស៊ីណូថ្មដាក្នុងដែនអធិបតេយ្យកម្ពុជាយោធាថៃកំពុងតែយករូបភាពទាហានខ្មែរដាក់បាវខ្សាច់ធ្វើលេនដ្ឋាននៅក្នុងប្រាសាទតាក្របីជាលេសដែលខ្លួនបានបាញ់កំទេចប្រាសាទនេះអ្នកនាំពាក្យយោធាថៃអះអាងថាពលរដ្ឋស៊ីវិលថៃ23នាក់បានបាត់បង់ជីវិតដោយគ្រាប់ផ្លោង BM21 និងភៀសសឹកជាង400,000នាក់ទាហានថៃរាយបន្លាលួសព័ទ្ធយកទីតាំងដែលខ្លួនទន្ទ្រានបាននាពេលថ្មីនេះបន្ថែមទៀតសហគមន៍ខ្មែរក្រុងឡូវែលដង្ហែក្បួនទាមទារសន្តិភាពនៅកម្ពុជាពលរដ្ឋខ្មែរនៅអាមេរិកបានតវ៉ានៅមុខស្នាក់ការអង្គការសហប្រជាជាតិកាលពីម្សិលមិញទាមទារឲ្យថៃបញ្ឈប់ការឈ្លានពានកម្ពុជាជាបន្ទាន់ក្រសួងការពារជាតិបានអនុញ្ញាតពីក្រសួងការពារជាតិបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីរើសទាហានជើងគោកបន្ថែមជិត 3,000 នាក់ទៀតតារាចម្រៀងស្រុកស្រែថៃអ្នកខេត្តអេសានចង់ឃើញថៃនិងកម្ពុជាមានសុខសន្តិភាពនឹងគ្នារួមនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទច្រើនដែរបងប្អូនថ្ងៃនេះដូចធម្មតាដែរព័ត៌មានគឺមានច្រើនដែលចង់ជម្រាបជូនបងប្អូនប៉ុន្តែព័ត៌មានទៅមុនមួយដំបូងទៅមុនរដ្ឋមន្ត្រីការបរទេសអាមេរិកគឺបានថ្លែងការណ៍សង្ឃឹមថាថៃនិងកម្ពុជានឹងឈប់បាញ់គ្នាឆាប់បាទរដ្ឋមន្ត្រីការបរទេសអាមេរិកគឺលោក Marco Rubio បានថ្លែងទៅអ្នកសារព័ត៌មាននៅពេលនៅនិយាយទៅថ្ងៃទី20ខែធ្នូតាមពិតបើយើងតាមពិតមកសាមិញទេដែលគាត់ថ្លែងទៅអ្នកសារព័ត៌មានហ្នឹងដោយគាត់លើកឡើងអំពីប្រទេសកម្ពុជាដែរហើយនេះមិនមែនជាសារដែលថ្មីទេគឺដោយសារតែមុននេះនៅក្នុងថ្ងៃជាមួយគ្នានេះគាត់បានទៅលោកសៀហស័កភួងខេតកែវដែលជារដ្ឋមន្ត្រីការបរទេសថៃដើម្បីប្រាប់ឲ្យប្រទេសថៃបន្ថយកម្ដៅព្រំដែនហើយងាកមកគោរពតាមបទជប់បាញ់គ្នាវិញការដែលរដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងសារនេះគឺបើតាមអ្វីដែលគាត់លើកឡើងគឺលោក Marco Rubio គាត់ថាអាមេរិកកំពុងតែដុតដៃដុតជើងធ្វើយ៉ាងម៉េចឲ្យភាគីកម្ពុជានិងថៃវិលត្រឡប់ទៅអនុវត្តបទជប់បាញ់ដែលមានស្រាប់វិញដែលបានចុះហត្ថលេខាព្រមព្រៀងគ្នាទាំងពីរប្រទេសកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ហ្នឹងដូច្នេះគាត់សង្ឃឹមនិយាយទៅលោក Marco Rubio ថ្លែងថាគាត់សង្ឃឹមថាប្រទេសថៃនិងកម្ពុជានឹងងាកទៅរកការអនុវត្តបទជប់បាញ់គ្នាវិញនៅក្នុងជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃច័ន្ទដើមសប្តាហ៍នេះគឺថ្ងៃច័ន្ទទី22ឬក៏យ៉ាងយូរត្រឹមថ្ងៃទី23ខែធ្នូនេះឯងដែលជាថ្ងៃអង្គារអ្វីដែលជាក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិកនេះគឺដោយសារតែពួកគាត់អះអាងថាប្រទេសទាំងពីរបានព្រមព្រៀងគ្នាអនុវត្តបទជប់បាញ់ទៅហើយគ្រាន់តែថាចុងក្រោយនេះគឺចោទដាក់គ្នាតាក់ទងនឹងការបាញ់ប្លង់ដាក់គ្នាអញ្ចឹងឬក៏ភាគីទាំងពីរច្អល់មុខដាក់គ្នាបងប្អូនកាលពីម្សិលមិញរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio សំទោសម្សិលមិញចឹងថ្ងៃ19ហ្នឹងគឺគាត់បាននិយាយច្បាស់ហើយថាគាត់បានទូរស័ព្ទទៅលោកសៀហស័កភួងកេតកែវហើយខ្ញុំក៏បានជម្រាបជូនបងប្អូនដែរថាការដែលគាត់ទៅលោកសៀហស័កភួងកេតកែវឲ្យបន្ថយកម្ដៅព្រំដែនហើយឲ្យងាកមករកបាត់ជប់បាញ់នេះគឺអាមេរិកហាក់បីដូចជាដាក់ទម្ងន់ខ្លាំងទៅលើភាគីថៃដែលថាជាភាគីស្រមោចក្នុងខោជាងភាគីកម្ពុជាព្រោះអីអត់បានទេមកខាងរដ្ឋមន្ត្រីការបរទេសកម្ពុជាទេបើមានក៏មិនឃើញមានសារនឹងដែលបញ្ជាក់បែបនេះខ្ញុំសន្មតថាពុំមានការទេទៅលោកប្រាក់សុខុនទេគឺគាត់ទៅលោកសៀហស័កភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសថៃហ្នឹងហើយនិយាយឲ្យថៃបន្ធូរកម្ដៅអញ្ចឹងបានន័យថាអាមេរិកហាក់បីដូចជាគិតថាថៃគឺជាអ្នកដែលផ្ដើមអ្នកដែលជានាំអាត់ឬក៏អ្នកដែលមានសពាវុធធនធ្ងន់ដូចជាអាវុធ F16 អីដែលអាចនឹងបាញ់ស្រោចទម្លាក់ចូលជ្រៅដល់ដែនអធិបតេយ្យរបស់កម្ពុជាទើបឲ្យថៃជាអ្នកងាកមកគោរពតាមបទព្រមព្រៀងកិច្ចព្រមព្រៀងឬបទជប់បាញ់ដែលមានស្រាប់នោះប៉ុន្តែថ្ងៃពេលដែលគាត់សម្ភាសឬផ្ដល់សេចក្តីរាយការណ៍ឬក៏អាចថាជួបអ្នកកសែតដែលជាការផ្ដល់ព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសហ្នឹងគឺគាត់បែរទៅជានិយាយថាភាគីទាំងពីរនៅតែចោទដាក់គ្នាទៅវិញទៅមកបើទោះបីជាផ្លូវទូតផ្លូវការគឺគាត់និយាយទៅភាគីថៃហាក់បីដូចជាដាក់បន្ទុកទៅលើភាគីថៃថាខ្លួនគួរតែចាប់ផ្ដើមឈប់មុនអញ្ចឹងក៏ដោយក៏ប៉ុន្តែនៅក្នុងថ្ងៃដដែលនៅក្នុងពេលដែលគាត់ថ្លែងសារផ្ទាល់តែម្ដងក្រៅពីសេចក្តីថ្លែងការណ៍ជាលិលាអក្សរគាត់និយាយថាភាគីទាំងពីរនៅតែច្អល់មកដាក់គ្នាអញ្ចឹងប៉ុន្តែអ្វីដែលគាត់សង្ឃឹមនេះ
មានហេតុផលសំស្របដែរបងប្អូនហេតុអីបានជាយើងខ្ញុំចំពោះខ្លួនខ្ញុំក៏សង្ឃឹមថានឹងមានប័ណ្ណជប់បាញ់ឬក៏អាចអនុវត្តប័ណ្ណជប់បាញ់នេះឡើងវិញនៅត្រឹមថ្ងៃច័ន្ទឬក៏ថ្ងៃអង្គារដែរខ្ញុំមានកត្តាពីរដែលអាចនឹងជំរុញឲ្យខ្ញុំសន្និដ្ឋានបានដូច្នេះទី1គឺតកតងនឹងរឿងសម្ពាធពីខាងអន្តរជាតិនឹងមិនហើយបងប្អូនឃើញអាមេរិកមួយរយៈពេលកន្លងនេះរងសម្ពាធច្រើនអាមេរិកមិនមែនរងសម្ពាធពីរឿងអាមេរិកខ្លួនឯងដែលសុកនឹកឃើញចង់ឲ្យថៃជប់បាញ់ខ្មែរជប់បាញ់ទេគឺដោយសារសម្ពាធរបស់លោកតកតងនឹងសម្ពាធទូទៅលើប្រធានាធិបតីអាមេរិកលោក Donald Trump ដែលលោកអះអាងថាជួយផ្សះផ្សាប្រទេសឲ្យឈប់បាញ់គ្នាឲ្យមានសុខសន្តិភាពហើយទៅអួតប្រាប់គេថាមាន8ករណីហើយសម្រាប់សម្រួលប្រទេស8ហើយឲ្យមានសុខសន្តិភាពដើម្បីឲ្យគាត់មានភាពស្របច្បាប់ក្នុងការដាក់ពាក្យសុំពានរង្វាន់ Nobel សន្តិភាពសម្រាប់ឆ្នាំ2026អីចឹងទៅឬក៏អាចមកប្រាប់ថាគាត់ជាមេដឹកនាំដែលក្នុងរយៈពេលត្រឹមតែ10ខែសោះសម្រាប់សម្រួលប្រទេសដែលមានសង្គ្រាមរាប់ឆ្នាំអ្នកខ្លះរាប់រយឆ្នាំផងឲ្យត្រូវរើគ្នាត្រឹម10ខែហើយបានដល់ដល់16ប្រទេសក៏ប៉ុន្តែនៅពេលដែលលឿនពេកទៅគឺអាកិច្ចព្រមព្រៀងយកជប់បាញ់ជប់អីហ្នឹងគឺប្រទេសផ្សេងនៅតែបាញ់ដាក់គ្នារួមទាំងប្រទេសកម្ពុជាដែលជាកូនពៅគេហោះនៅក្នុងចំណោមករណីសម្រាប់សម្រួលកិច្ចសន្តិភាព8ករណីហ្នឹងគឺមានប្រទេសកម្ពុជាមួយដែលជាការបំបាក់មុខសំទោសមិនមែនប្រទេសកម្ពុជាករណីកម្ពុជានិងថៃមួយដែលធ្វើឲ្យលោក Donald Trump ហ្នឹងបាក់មុខលើឆាកអន្តរជាតិហើយសារព័ត៌មានក៏ចោទសួរគាត់ថាសម្រាប់សម្រួលសន្តិភាពបានប្រយោជន៍អីគេឥឡូវហ្នឹងបានអីឲ្យប្រកាសព្រោះមើលថៃហើយនិងកម្ពុជាមើលនៅវាយគ្នាក្ដួងក្ដាំងតម្លាក់គ្រាប់បែកពេញផ្ទៃដែលអធិបតេយ្យកម្ពុជាផ្លោងទៅស្រុកថៃក៏មានមកខ្មែរក៏មានអា BM26 ក៏ធ្លាក់ចូលដីថៃអាគ្រាប់បែក F16 គ្រាប់បែកចង្កោមក៏ធ្លាក់នៅក្នុងដីខ្មែរស្លាប់ប្រជាពលរដ្ឋស៊ីវិលនិងយោធាទាំងសងខាងជំនះប្រជាពលរដ្ឋទាំងសងខាងអីអញ្ចឹងដូច្នេះសម្ពាធរបស់លោកត្រាំមួយគឺត្រូវធ្វើយ៉ាងម៉េចឲ្យទំមាត់គាត់ប្រៃដែរហើយសំខាន់គឺសាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរហ្នឹងថ្កោលទោសរដ្ឋាភិបាលថៃហើយក៏សារថ្មីនេះគឺសរសេរឈ្មោះត្រង់ទៅលោកត្រាំតាក់ទងនឹងការប្រើយន្តហោះបដិញប្រភេទ F16 ដែរដែលជាប្រភេទយន្តហោះរបស់អាមេរិកដែលអាមេរិកមិនថ្កោលទោសថៃអីតតែបន្តិចសោះតែតើនឹងការរំលោភកិច្ចព្រមព្រៀងអីចឹងទៅដូច្នេះបងប្អូនខ្មែរដែលតវ៉ាឥតស្រាកស្រានហ្នឹងក៏មានឥទ្ធិពលតវ៉ាផងសរសេរសារផងផ្ញើសម្បត្តិផងនិយាយជាមួយតំណាងរាស្ត្រប្រចាំសហរដ្ឋអាមេរិកហ្នឹងផងដូច្នេះរឿងទាំងអស់នេះសុទ្ធតែជួយគ្នាដើម្បីឲ្យដាក់សម្ពាធទៅខាងរដ្ឋាភិបាលអាមេរិកចង់មិនចង់ឲ្យពិនិត្យមើលចង់ឲ្យមានប័ណ្ណឈប់បាញ់គ្រប់ប័ណ្ណឈប់បាញ់ឲ្យបានឆាប់ដើម្បីឲ្យគាត់រួចខ្លួនដែរកុំឲ្យថាអត់បានជួយធ្វើអីសោះឥឡូវនេះគាត់សម្របសម្រួលហ្នឹងគឺគាត់ដោយសារសម្ពាធនេះបាទខ្ញុំគិតថាថ្ងៃច័ន្ទថ្ងៃអង្គារហ្នឹងគឺនឹងមានតម្រុយមួយដែលជាការគួរឲ្យសង្ឃឹមដែរខ្ញុំក៏សង្ឃឹមដែរសង្ឃឹមមួយទៀតគឺនៅក្នុងតកតងនឹងសម្ពាធអន្តរជាតិហ្នឹងយើងដឹងហើយភាគីចិននៅពេលដែលអាមេរិកទាត់ចោលចេញពីតុសម្រាប់សម្រួលបាត់ឈប់បាញ់អីហ្នឹងព្រោះអាមេរិកមិនចង់ឲ្យបែកលុយហ្នឹងហើយនិយាយទៅគឺមិនចង់ឲ្យចិនមានឥទ្ធិពលនៅក្នុងការដែលយកលៀបសការៈអីដែរព្រោះអាមេរិកចង់យកពានរង្វាន់ហ្នឹងម្នាក់ឯងលោកត្រាំណាអញ្ចឹងផាត់ចិនចោលប៉ុន្តែដល់ពេលឃើញថាមិនសូវបានផលអាមេរិកសម្រាប់សម្រួលដែរនៅតែបរាជ័យអញ្ចឹងចិនលូកដៃចូលភ្លាមនៅពេលដែលចិនលូកដៃចូលភ្លាមគឺចិនចាប់ផ្ដើមទេទៅលោកស៊ីហស័កភូមិកេតកែវហើយទេទៅលោកប្រាក់សុខុនដែរនៅក្នុងការសន្ទនាគ្នារវាងលោកស៊ីហស័កភូមិកេតកែវរបស់រដ្ឋមន្ត្រីការបរទេសថៃហើយនិងលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាហ្នឹងគឺចិនចង់បង្ហាញពិភពលោកថាខ្លួនកំពុងតែធ្វើជាអ្នកជួយសម្រាប់សម្រួលដែរក៏ប៉ុន្តែចិនចាក់ខ្សែដែរទេបាទអាមេរិកដូចរៀងមើលទៅរៀងសង្កត់ថៃច្រើនដែរបើទោះបីថាភាគីទាំងពីរចោតគ្នាតែទៅរដ្ឋមន្ត្រីការបរទេសថៃប៉ុន្តែរដ្ឋមន្ត្រីនិយាយទៅតំណាងភាគីចិននេះគឺលោកវ៉ាងជីដែលជារដ្ឋមន្ត្រីការបរទេសប្រទេសចិននេះគឺទៅទាំងថៃទៅទាំងខ្មែរហើយបាននិយាយអំពីថាជំហររបស់ចិននៅក្នុងការប្រកាន់ជំហរកដាលគឺនៅតែចាត់ទុកថាភាគីទាំងពីរគួរតែងាកទៅរកបាត់ឈប់បាញ់ដោយមិនទម្លាក់កំហុសទៅលើថៃហើយក៏ដោយមិនទម្លាក់កំហុសមកលើកម្ពុជាដែរនិយាយទៅគឺអត់បានថ្កោលទោសថៃในអំពើឈ្លានពាននឹងទេចិនចង់សម្របសម្រួលក៏ប៉ុន្តែមិនបានប្រាប់ឬក៏ថ្កោលទោសឲ្យថៃបន្ថយកម្ដៅដោយអ្វីដែលអាមេរិកធ្វើទេអញ្ចឹងចិននៅតែបង្ហាញអំពីចាក់ខ្សែដដែលទេអាមេរិកចាក់ខ្សែមែនប៉ុន្តែហាក់បីដូចជារៀងលើសចិនបន្តិចត្រង់ថាហ៊ានទេទៅតែថៃម្នាក់ឯងដើម្បីប្រាប់ថាគួរតែបញ្ឈប់បាញ់នឹងទៅអាចប្រាប់មកថាពីថៃស្មោះក្នុងខោអីចឹងអញ្ចឹងនៅក្នុងសម្ពាធអន្តរជាតិនេះយើងដឹងហើយក្រៅតែពីលោកវ៉ាងជីដែលទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសថៃនិងខ្មែរក្នុងពេលជាមួយគ្នាក្នុងថ្ងៃតែមួយហ្នឹងក៏ឃើញរដ្ឋមន្ត្រីសំទោសមន្ត្រីជាន់ខ្ពស់ឬក៏គេហៅថាប្រេសិតពិសេសរបស់ចិនលោកតេងស៊ីយុន
ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីម្សិលមិញដែរអញ្ចឹងវត្តមានរបស់លោកតេងស៊ីយុននេះគឺជាការដែលបង្ហាញអំពីអធិបុលឬក៏ការចង់ចូលរួមរបស់ចិននៅក្នុងកិច្ចព្រមព្រៀងឬក៏បទឈប់បាញ់ដែលអត់ព្រមអនុវត្តនេះឲ្យអនុវត្តឡើងវិញដើម្បីបង្ហាញថាសហគមន៍អន្តរជាតិឬក៏មហាមិត្តចិនបើទោះមិនបានថ្កោលទោសថៃក៏បានជួយដុតដៃដុតជើងចង់ឲ្យទាំងពីរហ្នឹងវិលទៅរកតុចរចាជជែកគ្នាបញ្ចប់ចំនួនវិញដែរអញ្ចឹងសម្ពាធទាំងពីរនេះក៏វាអាចមានឥទ្ធិពលគ្រាន់បើដែរបើចំពោះខ្ញុំបើទោះបីជារបៀបចាក់ខ្សែមែនតែយ៉ាងហោចណាស់ក៏មើលឃើញថាពួកគាត់ដុតដៃដុតជើងអញ្ចឹងធ្វើឲ្យស្ថានភាពវិលទៅរកបាត់ឈប់បាញ់ហ្នឹងវាអាចមានត្រឹមថ្ងៃច័ន្ទឬថ្ងៃអង្គារហ្នឹងក៏ពិតមែនហើយអានេះបើនិយាយពីសម្ពាធខាងក្រៅបានផលឬមិនបានផលយ៉ាងហោចណាស់ក៏ប្រទេសទាំងពីររងសម្ពាធនេះដែរកម្ពុជាអត់មានជំរឿសអីទេព្រោះអីឲ្យតែគេហៅចរចាគឺយើងសប្បាយចិត្តណាស់ដោយសារតែយើងចង់ឲ្យមានបាត់ឈប់បាញ់ឲ្យមានសុខសន្តិភាពដែររឿងទី2ដែលសំខាន់ជាងគេគឺរឿងថៃបានគ្រប់គ្រងតំបន់ជាច្រើនដែលថៃប៉ុនប៉ងវាយដណ្ដើមយកអ្នករឿងនេះរឿងសំខាន់ណាស់បងប្អូនថៃបានទិញពេលវេលាមួយអាទិត្យព្រោះអីរដ្ឋមន្ត្រីការបរទេសអាស៊ានសុំឲ្យរដ្ឋមន្ត្រីការបរទេសថៃហើយនិងខ្មែរហើយនិងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀតជួបគ្នាកាលពីថ្ងៃច័ន្ទថ្ងៃទី16ខែធ្នូថៃប្រាប់ថាសុំលើកពេលដោយសារអត់ទាន់ត្រៀមខ្លួនរួចមិនមែនថៃត្រៀមខ្លួនរួចដោយសារតែចង់ដកទ័ពដកអីឲ្យស្ថានភាពព្រំដែនស្ងាត់ស្ងាត់ទេថៃទិញពេលវេលាមួយអាទិត្យដោយសារតែវាយយកប្រាសាទតាកបីភ្នំទ្របច្រកអានសេះថ្មដាថ្ម3ដុំផ្ទះ3ខ្នងតំបន់ដទៃទៀតដែលថៃវាយយកពីមុនអត់ទាន់បានគ្រប់គ្រងទាំងស្រុងហើយយើងឃើញការប្រទីងបន្ទង់គ្នាវាយស្រោចមែនតើស្រោចរហូតដល់ថៃថ្លើមធំហ៊ានប្រើ F16 របស់អាមេរិកយកទៅទម្លាក់គ្រាប់រហូតដល់ជ្រៅ83គីឡូម៉ែត្រចូលដែនអធិបតេយ្យរបស់ខ្មែរក្នុងភូមិសាស្ត្រស្រីស្នំនៃខេត្តសៀមរាបដែលជាព្រំប្រទល់ជាប់ព្រំប្រទល់ស្រុកចង្កែលហើយនិងស្រុកស្រីស្នំហ្នឹងដែលកំតិចស្ពានព្រែកជីកមួយខ្ទេចខ្ទីអស់លីងដាច់អស់ឥឡូវស្ពាននេះកាលពីកណ្ដាលទៅត្រីក្បែរចិត្តឆ្លងចូលដល់ថ្ងៃទី20ខែធ្នូនេះគឺយប់ថ្ងៃទី19ហ្នឹងគឺយន្តហោះ F16 ទម្លាក់គ្រាប់យ៉ាងហោច2គ្រាប់កំតិចស្ពាននេះដាច់លែងប្រើការបានទៅហើយនេះហើយដែលយើងបង្ហាញថាថៃគឺសម្រុកថ្លើមពីមេឃទិញពេលវេលាមិនមែនដើម្បីបន្ធូរបន្ថយការតានតឹងទេគឺដើម្បីកំទេចឲ្យខ្ទេចខ្ទីដណ្ដើមទីតាំងឈរជើងឲ្យបានគ្រប់កន្លែងហើយពេលនោះឯងដែលថៃមានព្រៀបយកទៅចរចាហើយនៅតែកំណត់លក្ខខណ្ឌទៀតឥឡូវខ្ញុំនឹងនិយាយអំពីព្រៀបរបស់ថៃហើយនឹងចំណុចខ្សោយរបស់កម្ពុជានៅក្នុងការចរចាឬក៏ជួបគ្នាក្នុងកម្រិតនាយករដ្ឋមន្ត្រីការបរទេសថ្ងៃ22និងថ្ងៃ23ខាងមុខនៅប្រទេសម៉ាឡេស៊ីនេះតែមុនដល់រឿងហ្នឹងខ្ញុំចង់និយាយថាចំណុច2ដែលថៃច្បាស់ក្នុងខ្លួនថាអាចនឹងបើត្រូវគ្នាគោរពបទជប់បាញ់វិញក៏ថៃអត់ខាតអីដែរវិញខ្ញុំថាអត់ខាតគឺទី1គឺថាអត់ស្ដាប់អាមេរិកឬចិនទេចិននិងអាមេរិកនេះគ្រាន់តែជាគេហៅថាលបោយបង្គ្រប់កិច្ចទេអ្វីដែលថៃចង់បានគឺថៃបានដោយបំណងហើយគឺទន្ទ្រានឈ្លានពានគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាជាមួយចំនួនទៀតដែលថៃចិញ្ចឹមចិត្តយូរហើយជាពិសេសគឺប្រាសាទតាកបីនេះបាញ់បោះផ្លាញ់ខ្ទេចខ្ទីរៀបដល់ដីហើយយកទង់ជ័យថៃយកមកដាក់ថ្ងៃនេះក៏មានវត្តមានទាហានថៃថតរូបបង្ហាញពីប្រាសាទតាកបីទៀតដែលខ្ញុំនឹងបញ្យល់រឿងនេះលម្អិតបន្តិចទៀតប៉ុន្តែដូចខ្ញុំសរុបមកវិញគឺថៃអត់មានពិបាកអីនឹងវិលទៅរកបាត់ឈប់បាញ់ទេព្រោះថៃមានព្រៀបលើកម្ពុជាអាចស្អំចិត្តប្រជាពលរដ្ឋថៃបានហើយថាតំបន់ជាច្រើនថៃគ្រប់គ្រងបានទាំងស្រុងគឺតកតងប្រាសាទតាកបីភ្នំ350តំបន់ផ្ទះ3ខ្នងនៅអូភ្លុកដំរីហើយនឹងតកតងនឹងថ្មដាដែលឃើញទាហានថៃយករថក្រោះយកអីចូលមកក្នុងទីតាំងភូមិសាស្ត្រដល់ចូលផ្ទះអ្នកស្រុកទៅទៀតឃើញទាហានថៃចូលឆែកឆេរដល់ផ្ទះប្រជាពលរដ្ឋស៊ីវិលទៅទៀតរឿងនេះគឺជារឿងរកម្មចិត្តបន្តិចហើយបងប្អូនប៉ុន្តែគឺជារឿងដែលកំពុងតែកើតឡើងដែលខ្ញុំនិយាយចឹងថាថៃមានព្រៀបកន្លែងនេះហើយគឺស្អំចិត្តប្រជាពលរដ្ឋថៃថាបើមានបទជប់បាញ់ឡើងវិញយ៉ាងហោចថៃដណ្ដើមបានទីតាំងមួយចំនួនបន្ថែមទៀតលើសទីតាំង10កន្លែងដែលថៃវាយកាលពីថ្ងៃទី24ថ្ងៃទី28ខែកក្កដាហើយខ្ញុំនឹងបញ្យល់ថាតើយើងត្រូវធ្វើអីទៀតឥឡូវខ្ញុំនិយាយអំពីរឿងស្ពានអូជីបងប្អូនឃើញហើយយន្តហោះប្រដេញទម្លាក់គ្រាប់របស់ថៃគឺវាយសន្ធាប់ទម្លាក់គ្រាប់83គីឡូដីចូលក្នុងដីខ្មែរបងប្អូនខ្ញុំបានចុច GPS នៅលើ Google Map គឺផែនទីរបស់ Google ពីតំបន់ច្រកអន្តរជាតិអូស្មាច់រហូតមកដល់ទីតាំងព្រែកជីកស្ពាននឹងតែម្ដងគឺនៅក្នុង Google
map ហ្នឹងគឺប្រាប់ថា83គីឡូម៉ែត្រពីព្រំដែនមកដែលជាទីតាំងស្ពានហ្នឹងបងប្អូននៅសល់តែ90គីឡូទៀតដល់ប្រាសាទអង្គរវត្តរបស់យើងហើយអញ្ចឹងយន្តហោះបដិញរបស់ថៃទម្លាក់គ្រាប់នេះដែលជាផលិតផលរបស់អាមេរិកនេះគឺចូលជ្រៅណាស់ទម្លាក់ប្រែកជីកនឹងស្ពាននឹងដាច់ទៅកាលលើកមុនប៉ុនប៉ងទម្លាក់ម្ដងហើយប្រហែលពីថ្ងៃមុននោះប៉ុន្តែមិនដាច់ស្ពាននឹងទេប៉ុន្តែម្ដងនេះគឺត្រូវចំដាច់ស្ពានទាំងស្រុងប្រើការលែងកើតហើយយើងឃើញរូបភាពគួរឲ្យស្រក់ទឹកភ្នែកណាស់ព្រោះអីអារឿងស្ពានរឿងមួយប៉ុន្តែរឿងដែនអធិបតេយ្យបងប្អូនគឺគេចូលមកក្នុងផ្ទះយើងគេបំផ្លាញទ្រព្យសម្បត្តិរបស់យើងហើយគេចេញទៅវិញប្រងើយធ្វើដូចអត់មានរឿងអីកើតឡើងអញ្ចឹងដែរព្រោះអីយើងជាម្ចាស់ផ្ទះគឺយើងអត់មានអីទប់ទល់គេចង់និយាយថាអាសំណាញ់មេឃរបស់យើងហ្នឹងក៏មិនអាចទៅទប់យន្តហោះហ្នឹងមិនដឹងថាមានសំណាញ់មេឃហ្នឹងឬក៏យ៉ាងណាដូច្នេះអា F16 ហ្នឹងគឺផ្កើនមែនតើឥឡូវបើថា F16 ហ្នឹងវាយើងវាគ្មានសំណាញ់មេឃឬក៏មានមិនអាចប្រើបានដោយប្រការណាមួយខ្ញុំអត់ដឹងប៉ុន្តែសំខាន់គឺអាមេរិកមិនថ្កោលទោសដើម្បីផ្ដាច់ជីបចរអាយន្តហោះហ្នឹងទៀតហើយយើងជារដ្ឋាភិបាលក៏អត់ប្តឹងរដ្ឋាភិបាលអាមេរិកឲ្យគេជួយទប់កុំឲ្យអា F16 ហ្នឹងទម្លាក់អារឿងទម្លាក់គ្រាប់ចូលដល់ដែនអធិបតេយ្យជ្រៅនេះណាគឺជារឿងមួយមើលងាយខ្មែរយើងសម្បើមណាស់ក្នុងដែនអធិបតេយ្យបើត្រឹមតំបន់ព្រំដែនណាដែលត្រួតស៊ីគ្នាអាហ្នឹងយើងនៅថាចោតប្រកាន់គ្នាបើទោះពីខ្មែរច្បាស់ថាដីនឹងដីខ្មែរដីនឹងដីថៃថៃគេទៀមទាថារបស់គេយើងទៀមទាថារបស់យើងថៃប្រើផែនទី1លើ50,000យើងប្រើផែនទីលើ1 200,000ទោះប្រើផែនទីស្រុកយៈណាក៏ដោយបើថៃប្រើអាផែនទីដែលបានដីខ្មែរច្រើនទៅថៃវិញក៏ដោយក៏អត់អាចនឹងពាត់យករហូតដល់ព្រំប្រទល់ស្រីស្នំនៅឯខេត្តសៀមរាបនៅស្ពានព្រែកអូជីកនេះទេអត់អាចស្ពានអូជីកនេះអត់អាចនឹងមកដល់នឹងទេគឺជាការបំពេញឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងក៏ក្លឿនហើយច្បាស់ក្រឡែតដែលមិនអាចប្រកែកបានដែលរឿងនេះគឺមានតែតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិទេដែលអាចជួយយើងបានហើយមានតែយើងទេជាប្រទេសសម័យគឺប្រទេសកម្ពុជាខ្លួនឯងនោះឯងជាអ្នកប្តឹងគេដូច្នេះរឿងនេះគឺយើងនិយាយទៅយើងជាខ្មែរយើងជឿចាប់ហើយដាច់ខាតត្រូវតែតតាំងតស៊ូធ្វើយ៉ាងម៉េចឲ្យថៃទទួលខុសត្រូវឲ្យខាងតែបានចំពោះការឈ្លានពានដ៏ជ្រៅចូលនៅក្នុងដែនអធិបតេយ្យកម្ពុជាម្ដងទៀតបងប្អូនបើនៅត្រឹមតំបន់ព្រំដែនក៏យើងនៅគិតថាមិនអាចទទួលយកបានផងប្រទីងបន្ទងគ្នានឹងពេលដែលយន្តហោះទម្លាក់គ្រាប់លើដែនអធិបតេយ្យយើងនេះចូលជ្រៅ83គីឡូទៅក្នុងដែនអធិបតេយ្យយើងតើយើងមានអធិបតេយ្យអីទៀតបងប្អូនតើយើងមានសង្ឃឹមមានសុវត្ថិភាពអីទៀតប្រជាពលរដ្ឋខ្មែរយើងវាហាក់បីដូចជាពួកបងធំពួកបុលលីអីគេមកចូលមកក្នុងដែនផ្ទះយើងគេចង់លួចអីគេចង់វាយអីថ្ងៃណាគេមកទៀតក៏បានយើងមិនអាចធ្វើអីគេបានតើស្ថានភាពបែបនេះយើងរស់នៅក្នុងភាពថ្លៃថ្នូរជាប្រទេសអធិបតេយ្យប្រទេសមានបូរណភាពយ៉ាងម៉េចទៅកើតទៅបងប្អូនខ្ញុំកំពុងតែឆ្ងល់អាហ្នឹងហើយដែលបងប្អូនត្រូវតែនាំគ្នាជួយគ្នាបងប្អូនគឺជួយគ្នាធ្វើយ៉ាងម៉េចឲ្យថៃទទួលខុសត្រូវយើងដឹងហើយថារដ្ឋាភិបាលកម្ពុជាមិនអាចទប់អីជាមួយថៃបានទេប៉ុន្តែមិនមែនមនុស្ស17លានអ្នកខ្លាយទៅជាចំណាប់ខ្មាំងរបស់អ្នកណាមួយដែលយើងមិនអាចតវ៉ាសាមគ្គីគ្នាជាធ្លុងមួយដើម្បីទាមទារដែនអធិបតេយ្យនិងភាពដូចថាជាម្ចាស់ផ្ទះរបស់យើងបានទេមិនអាចឲ្យថៃបំពេញយើងស្រែងចិត្តចឹងទេយើងនឹងរស់នៅក្នុងស្ថានភាពគេមើងងាយអស់មួយជីវិតបែបនេះយើងអត់អាចធ្វើជាឆ្នេះបានទេឥឡូវអស់ពីរឿង AF16 ទម្លាក់ដល់ប្រជិកខ្ទេចស្ពានអស់នេះថៃគេអះអាងថាគេអត់មានខ្លាចនឹងបាញ់ចូលដល់ក្នុងចម្ងាយណាទេគេអត់វាស់ចម្ងាយផ្លូវទេគេថាកន្លែងណាក៏ដោយចំណុចណាក៏ដោយដែលមានទីតាំងយោធាឬក៏ជាកន្លែងដែលផ្ដល់ស្បៀងឬក៏ដឹកជញ្ជូនសពាវុធទៅសមរភូមិមុខដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ទាហានគេនិងប្រជាពលរដ្ឋគេនៅទល់ដែនគឺគេបាញ់កំទេចបានទាំងអស់អញ្ចឹងបាញ់កំទេចចោលអស់ទៅស្ពានរបស់ស្រុកខ្មែរព្រោះស្ពានទាំងអស់ហ្នឹងរាល់ស្ពានទាំងអស់សុទ្ធតែឆ្លងកាត់ដើម្បីទៅរកតំបន់ព្រំដែនបានដូចតែគ្នាហ្នឹងមិនអញ្ចឹងអញ្ចឹងផ្លូវថ្នល់ស្ពានហេដ្ឋារចនាសម្ព័ន្ធយើងបាញ់កំទេចអស់យ៉ាងម៉េចហើយអត់មានបញ្ហាអីទេចុះសាកគិតមើលបើកម្ពុជាយើងទៅធ្វើដូច្នេះទៅខាងប្រទេសថៃវិញតើថៃនឹងរករឿងកម្ពុជាយ៉ាងដូចម្ដេចទៅរឿងនេះมันអាចទទួលយកបានទេបងប្អូនអញ្ចឹងមិនថាយើងត្រូវតស៊ូសាមគ្គីជាតិខ្មែរយើងបន្តទៅទៀតរឿងនេះគឺជារឿងរំលោភដែនអធិបតេយ្យមើលងាយខ្មែរសម្បើមតែមិនអាចទទួលយកបានតែម្ដងឥឡូវយើងចូលដល់អស់ប្រែកជីកយើងមើលថ្មដាបងប្អូនឃើញកាស៊ីណូថ្មដាបងប្អូនឃើញរថក្រោះរថពាសដែកបងប្អូនឃើញតែហ៊ានថៃទេចូលទៅដល់តំបន់ថ្មដា
នៅខេត្តពោធិ៍សាត់ហ្នឹងគឺចូលទៅផ្ទះប្រជាពលរដ្ឋមានកាភ្លើងជ្រោងច្រាង4 5នាក់ទៅបើកឃើញកាមេរ៉ាផ្ទះគេយកឃើញទាហានចូលក្នុងផ្ទះស៊ីវិលហើយកកកកាយយកបលាលួសយកមកពាត់តំបន់ហ្នឹងគ្រប់គ្រងតំបន់ហ្នឹងហើយវាយកំទេចទម្លាក់គ្រាប់លើអាគារកាស៊ីណូដោយ F16 ហ្នឹងឃើញអ្នកដែលធ្វើការនៅក្នុងអាគារហ្នឹងរត់ប្រសិទ្ធប្រសាយដើម្បីរកទីទួលមានសុវត្ថិភាពតើឯណាទៅសុវត្ថិភាពនៅក្នុងដែនអធិបតេយ្យមួយហើយថៃទម្លាក់គ្រាប់យ៉ាងស្រោចទៅលើទីតាំងទាំងអស់នេះដឹងគេចោទថាម៉េចទេគេថាមកពីកន្លែងហ្នឹងជាមជ្ឈមណ្ឌលឆក់បោកអនឡាញជាការពិតអ្នកណាក៏ចង់កម្ចាត់ឆក់បោកអនឡាញនឹងដែរខ្ញុំអត់គ្រប់គ្រងឲ្យមានទេក៏ប៉ុន្តែមកយកឱកាសឬលេះនៅក្នុងពេលកំពុងតែឆ្លោះគ្នាជាមួយកម្ពុជាឆ្លៀនពៀនចង់រំលោភឬក៏ក្រាញនានាលទន្ទ្រានដីខ្មែរសោះមកយល់លេះថាជាមជ្ឈមណ្ឌលឆក់បោកអនឡាញជាការពិតហើយថៃចោទថាជាមជ្ឈមណ្ឌលឆក់បោកអនឡាញនឹងយូរហើយក៏ប៉ុន្តែនេះគឺក្នុងដែនអធិបតេយ្យរបស់កម្ពុជាទុកឲ្យកម្ពុជាដោះស្រាយវាអត់អាចរដ្ឋអធិបតេយ្យមួយមករករឿងយើងមកឲ្យយើងណែប្រាប់ថាគេដោះស្រាយឲ្យយើងដោះស្រាយមិនកើតវិជាការមើលងាយរដ្ឋាភិបាលកម្ពុជាមែនតើគេថាយើងម្ចាស់ផ្ទះហ្នឹងអត់កំណើតអញ្ចឹងតើតែគេមកដោះស្រាយឲ្យយើងហើយដោះស្រាយបែបហ្នឹងអញ្ចឹងយើងសក់យើងដើរចូលទៅវាយអាគារនៅប្រទេសថៃឬក៏នៅប្រទេសដទៃណាទៅហើយយើងប្រាប់ថាអាហ្នឹងគឺដើម្បីយើងជួយដោះស្រាយបញ្ហាប្រយុទ្ធប្រឆាំងការឆបោកអនឡាញដែលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរយើងនៅស្រុកយ៉ាណាហ្នឹងគេថាអញ្ចឹងវាមិនអាចធ្វើអញ្ចឹងកើតទេបងប្អូនលេះហ្នឹងគឺវាលេះមិនសមហេតុផលប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនេះណាគឺគេមានឥទ្ធិពលមហិមាលើសប្រព័ន្ធផ្សព្វផ្សាយយើងច្រើនពេកដល់អញ្ចឹងទៅគេយកគេហៅថាអ្នកឈ្នះគេសរសេរប្រវត្តិសាស្ត្រខ្លួនឯងគេទៅសេទៅគេរៀបរាប់ទៅដូចយើងកំតិចគណៈបកសង្គ្រោះជាតិហើយយើងសរសេរប្រវត្តិសាស្ត្រថាគណៈបកនេះចង្រៃអីអញ្ចឹងអាហ្នឹងកម្ពុជាយើងជាប់បដាសាហ្នឹងក៏តែមិនដឹងឥឡូវថៃគេសរសេរប្រវត្តិសាស្ត្រគេទៅវាយយើងឈ្លានពានយើងទន្ទ្រានដីយើងគេសរសេរថាយើងខូចគេត្រូវរំលាយនេះគេត្រូវនេះដើម្បីជួយឲ្យយើងមានល្អអញ្ចឹងព្រោះយើងអត់កំណើតទេគេធ្វើអញ្ចឹងណាគេរករឿងយើងគេមើងងាយយើងអញ្ចឹងឥឡូវក៏ថាអាថ្មដានហ្នឹងទៅច្រកអានសេះហ្នឹងក៏គេកំតិចខ្ទេចខ្ទីគេឈូសកន្លែងលោកតាអ៊ុំគេយកផ្ទះផ្សារអីហ្នឹងគេឈូសចោលអស់រៀបដល់ដីអស់គេយកទាហានគេយកមកគ្រប់គ្រងអូខេឥឡូវច្រកអានសេះថ្មដាកន្លែងថ្មផ្ទះ3ខ្នងនៅឯអូភ្លុកដំរីហ្នឹងក៏ថៃគេចូលយកទាហានគេថតរូបអីមកគ្រប់គ្រងតំបន់នឹងបានខាងទ័ពម៉ារីនគេមកហើយឥឡូវតំបន់ភ្នំ350វិញជាប់ប្រាសាទតាកបីនេះថ្ងៃនេះគឺអ្វីដែលគួរឲ្យឈឺចាប់ហ្នឹងគឺរូបភាពរបស់លោកប៊ុនស៊ិនបាត់ខ្លាំងដែលយើងគិតថាគាត់រត្រែតគាត់ចូលនិវត្តន៍អីបាត់ហើយតាំងពីខែចុងខែកញ្ញាមកមិនចឹងហើយគាត់ចប់អាណត្តិគាត់ហើយប៉ុន្តែគាត់នៅតែមានឥទ្ធិពលជាទីប្រឹក្សារបស់ភូមិភាគ2ថ្ងៃនេះមកដុតធូបថ្វាយបង្គំនៅមុខប្រាសាទតាក្របីដែលក្រុមខ្លួនកតុំកំពុងតែបំផ្លាញរៀបដល់ដីមកដុតធូបដើម្បីអីទទួលយកបដាសានៅពេលដែលអ្នកបំផ្លាញខ្ទេចខ្ទីប្រាង្គប្រាសាទហ្នឹងបើអ្នកគិតថាហ្នឹងជាប្រាសាទរបស់អ្នកដែរឬក៏យ៉ាងម៉េចហេតុអីបានបំផ្លាញវាហើយឥឡូវឃើញរូបថតគ្រប់គ្រងប្រាសាទតាក្របីគឺទាហានថៃចូលពេញនៅក្នុងហ្នឹងដោយលោកប៊ុនស៊ិនបាត់ខ្លាំងដែរអាកាលតុងជ័យមុនយើងដឹងហើយប្រទីងបតុងគ្នារដ្ឋាភិបាលមិនបានទាត់ចោលថាមកទេព្រោះវានៅប្រទីងបតុងគ្នាប៉ុន្តែម្ដងណាគឺរូបប៊ុនស៊ិនបាត់ខ្លាំងនឹងទាហានថៃជាច្រើនក្រុមចូលទៅដុតធូបដុតអីនៅក្នុងប្រាសាទតាក្របីថ្មបាក់បែកខ្ទេចខ្ទីនៃប្រាសាទនឹងរាយប៉ាយពេញដីដែលគួរឲ្យស្រក់ទឹកភ្នែកប៉ុន្តែគេចាប់ផ្ដើមយកប្រាសាទនឹងបានគ្រប់គ្រងហើយគេថាយកភ្នំ350ដែលជាទីតាំងទួលខ្ពស់ដើម្បីការពារប្រាសាទតាកបីនឹងបានទៀតដោយសារតែគេអះអាងថាសាកសពទាហានថៃ2នាក់ដែលបាត់ខ្លួនឬក៏គេមិនអាចយកបានស្លាប់នៅសមរភូមិភ្នំ350ហ្នឹងគឺគេចាប់ផ្ដើមយកសាកសពនឹងយកទៅធ្វើបុណ្យតាមប្រពៃណីថៃអញ្ចឹងទៅដូច្នេះរឿងនេះគឺថៃគឺគេថាគេគ្រប់គ្រងតំបន់ប្រាសាទតាកបីក៏បានច្រកអានសេះក៏បានផ្ទះ3ខ្នងហើយនឹងតំបន់ថ្មនៅថ្មដាខាងកម្ពុជាអត់មានសេចក្តីថ្លែងការណ៍ណាមួយប្រាប់ថាតំបន់ទាំងអស់នេះគឺជាព័ត៌មានមិនពិតទេអញ្ចឹងក្រសួងការពារជាតិរយៈពេល5ថ្ងៃចុងក្រោយនេះគឺមិនមាននិយាយអីទាំងអស់តាក់ទងនឹងការដែលថៃមានរូបថតឈូសឆាយក្នុងតំបន់ហ្នឹងគ្រាន់តែនិយាយតែឃ្លាមួយទេគឺអ្នកស្រីម៉ាលីសុជាតានិយាយរាល់ថ្ងៃគឺថាកងកម្លាំងកម្ពុជានៅតែអង្អាចក្លាហានតស៊ូស្វិតស្វាញឈរលើគោលដៅនិងគ្រប់គ្រងទាំងស្រុងអីអញ្ចឹងទៅប៉ុន្តែពាក្យក្រោយៗមកនេះលែងប្រើពាក្យថាឈរលើទីដៅគោលដៅទាំងស្រុងហើយគ្រាន់តែប្រើថាកំពុងតស៊ូស្វិតស្វាញប្រទីងបតុងជាមួយនឹងភាគីថៃអញ្ចឹងបានន័យថាមិនទាត់ចោលព័ត៌មានហ្នឹងគឺសារនេះហាក់បីដូចជាចង់បង្ហាញថាភាគីថៃអាចគ្រប់គ្រងនៅតំបន់ទាំងអស់នោះបានបងប្អូន
កុំជឿថៃ100%ដូចខ្ញុំជម្រាបអញ្ចឹងវាជាសង្គ្រាមចិត្តសាស្ត្រក៏ប៉ុន្តែនៅពេលដែលក្រសួងការពារជាតិដែលជាប្រព័ន្ធដែលប្រាប់យើងថាព្រោះយើងអត់ដឹងទៅយកព័ត៌មានមកពីណាទេគឺមានតែប្រព័ន្ធខាងរដ្ឋាភិបាលដែលយើងដឹងថាប្រព័ន្ធដែលមានមួយចំនួនប្រជាពិធដ្ឋអីក៏ពិតមែនប៉ុន្តែនៅពេលនេះគឺមានតែក្រសួងការពារជាតិមួយគត់ដែលយើងអាចផ្ទៀងផ្ទាត់ព័ត៌មានក្រសួងការពារជាតិថៃដែលនិយាយអីពីរឿងគ្រប់គ្រងដែនអធិបតេយ្យរបស់កម្ពុជាប៉ុន្តែយើងអត់មានថាព័ត៌មាននឹងคล้ายៗដូច្នេះយើងនៅស្ងៀមជាជាងស្រដីមានន័យថាយើងទទួលស្គាល់ថាអាតំបន់ហ្នឹងគឺគេគ្រប់គ្រងបានមែនក៏ប៉ុន្តែយើងមិនហ៊ាននិយាយតែប៉ុណ្្នឹងទេដូច្នេះខ្ញុំនៅតែគិតថាថៃច្បាស់ជាអាចគ្រប់គ្រងតំបន់ទាំងអស់នោះបានហើយព្រោះអីវាគៀកណាស់ហើយទៅដល់ការជជែកគ្នានៅថ្ងៃច័ន្ទបងប្អូនមើលនៅតែបាំងតែមកយប់ថ្ងៃអាទិត្យទៀតទៅមិនអញ្ចឹងដូច្នេះការបាញ់ប្រហារឬក៏ផ្លោងគ្រាប់ចិញ្ជ្រុំទៀតហ្នឹងគឺនឹងខ្លាំងសន្ធាប់បន្តទៀតមកយប់ពីរហ្នឹងទៀតដោយសារថៃយ៉ាងណាបើឈរជើងបាននៅតំបន់នោះគាត់ច្បាស់ជាខ្លាច BM21 របស់កម្ពុជាបាញ់ស្រោចទៅវិញហើយក៏ប៉ុន្តែគាត់នឹងមិនដកថយវិញទេគឺក្រាញ់នានានៅតទល់ហើយនឹងទម្លាក់ F16 ហ្នឹងកាន់តែច្រើនទៅទៀតដើម្បីអីទប់កម្លាំងកម្ពុជាកុំឲ្យដេញពួកគាត់ចេញពីដែនអធិបតេយ្យរបស់ខ្មែរវិញហើយទុកឲ្យគាត់ឈរជើងនៅណានៅហ្នឹងពេលដែលជជែករដ្ឋមន្ត្រីការបរទេសថៃនិងកម្ពុជានិងអាស៊ាននៅថ្ងៃច័ន្ទនិងថ្ងៃអង្គារពេលដែលព្រមគោរពតាមបទឈប់បាញ់ដែលមានស្រាប់គឺច្បាស់ណាស់គឺនឹងយកអ្វីដែលឈប់នៅណានៅហ្នឹងកុំសម្អោចក្នុងខោអញ្ចឹងបានន័យថាប្រាសាទតាក្របីឬក៏ភ្នំ350ឬក៏តំបន់ដែលថៃកំពុងគ្រប់គ្រងឥឡូវនេះនឹងคล้ายទៅជាដែនអធិបតេយ្យរបស់ថៃដោយអ្វីដែលថៃធ្វើកាលពីថ្ងៃ24ដល់ថ្ងៃ28ដែរអានេះគឺជាការសន្និដ្ឋានរបស់ខ្ញុំឯងបងប្អូនប៉ុន្តែយើងមើលប្រមាត់ប្រតាំងពវៀនថៃឃើញដោយសារជាល្បិចស្មោកគ្រោកអញ្ចឹងមកយកឲ្យយើងមិនដឹងទេយើងដឹងគឺនឹងទៅផ្លូវហ្នឹងក៏ប៉ុន្តែឥឡូវតើយើងធ្វើយ៉ាងម៉េចបងប្អូនយើងនឹងទៅចរចាគេទេមិនចឹងទេទៅជួបទៅកម្ពុជា 100% ទៅហើយអត់មានអីប្រកែកទេខ្ញុំអាណិតកម្ពុជាខ្លោចចិត្តដែរព្រោះអីយើងវាជាភាគីសំសុកសំសន្តិភាពតែយើងអត់ធ្មត់យូរពេកទៅគេវាយទូកសាច់ទៅតដៃបន្តិចគេដាក់4 10ដបងទៀតទៅយើងកាន់តែទ្រាំខ្លាំងទៀតយើងអាសូរកម្ពុជាដែរដែលអត់មាននរណាមកជួយឈឺឆ្អាលសោះព្រោះម្នាក់ឯងណាយើងដឹងហើយថាបើមានគេប៊ូលីបងធំគេមានកអាញមកគេមានដបងផងគេមានស្បែកជើងម៉ៃហ្វកផងគេទាត់យើងផងធាក់យើងផងយើងងើបបន្តិចមកដើម្បីរងដើម្បីការពារយើងទៅឡើងមកដើម្បីកុំឲ្យគេវាយខ្លាំងពេកគេថែម4 10 20ជើងទៀតមកហើយអ្នកឈរមើលទាំងអស់គ្រាន់តែប្រាប់ថាអើយឈប់ទៅអីឈប់វាយគ្នាទៅតែអត់ព្រមចូលទៅចាប់ទៅធាក់ថៃពី3ជើងអីដើម្បីឲ្យដឹងថាណាធំជាងគេមិនក៏ចោលមកសៀតអញ្ចឹងមកវាយគេតូចតាចគ្នាអត់តដៃផងចាប់ផ្ដើមសម្អោយក្នុងថាអត់មានអ្នកណានិយាយអីទាំងអស់ទុកឲ្យអាភាពយុទ្ធធម៌ហ្នឹងគឺកាត់ឡើងយ៉ាងបំពេញទៅលើកម្ពុជានេះចាំឲ្យខ្ញុំនិយាយថាស្រក់ទឹកភ្នែកហ្នឹងគឺស្រក់ទឹកភ្នែកត្រង់ថាគេចាត់ទុកថាយើងជាមនុស្សខូចនៅពេលដែលយើងជាជនរងគ្រោះតើយើងអាភ័ព្វម្លេះនៅពេលដែលអ្នកណាមើលមិនឃើញអំពីសុភវិនិច្ឆ័យ common sense logic សត្យានុម័តដែលថាមនុស្សធំមានមៀតក្រអាញមកវាយមនុស្សតូចដែលមានកម្លាំងខ្សោយជាងខ្លួនវាត្រូវតែយើងទៅទប់អាធំហ្នឹងកុំឲ្យវាយតទៅទៀតទោះជាគេហៅថា prima facie evidence ភ័ស្តុតាងមួយក្រឡេកភ្នែកគ្រាន់តែឃើញភ្លាមថាមានធំវាយអាតូចដួលវាត្រូវតែទៅចាប់អាធំសិនហើយគេមិនមកចាប់ធ្វើបាបអាតូចទេត្រូវថ្កោលទោសអាធំសិនហើយចាំរកអត់ចាំរកហេតុអត់មានថ្កោលទោសអីសោះឈរមើលពីចម្ងាយអោបដៃដូចគ្នាហើយចេះថាត្រូវគ្នាវិញទៅអីចឹងទៅតែអត់បានជួយលូកដៃឲ្យដេញទាញដាក់ទណ្ឌកម្មឬក៏វាយដៃអាអ្នកធំនឹងសោះអានេះជាភាពអយុត្តិធម៌ខ្វះសណ្ដាប់ធ្នាប់របស់ពិភពលោកហើយរឿងនេះកើតឡើងនៅអ៊ុយក្រែននិងរុស្ស៊ីដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនគាត់ថាអ៊ុយក្រែនសំណាងជាងកម្ពុជាត្រង់ថាពិភពលោកហាក់បីដូចជាមើលទៅអ៊ុយក្រែនថាជាជនរងគ្រោះហើយព្រមថ្កោលទោសរុស្ស៊ីគ្រប់គ្នាដាក់ទណ្ឌកម្មតាមរដ្ឋភាពដែលអាចធ្វើទៅបានទោះជាមិនធ្វើអីរុស្ស៊ីបានរហូតដល់រុស្ស៊ីឈប់ទម្លាក់គ្រាប់ប៉ុន្តែមានការថ្កោលទោសពេញមកឥឡូវមកដល់ម៉ោងហ្នឹងម្ដងទៀតដែរបងប្អូនមកដល់ម៉ោងហ្នឹងបងប្អូនសាកប្រាប់ខ្ញុំមើលបងប្អូនបានទទួលសារពីប្រទេសណាមួយជាង100ប្រទេសនៅលើពិភពលោកដែលជាសមាជិកអង្គការសហប្រជាជាតិថ្កោលទោសប្រទេសថៃឈ្លានពានកម្ពុជាមានសារមួយទេយើងជាសមាជិករបស់អង្គការសហប្រជាជាតិអត់មានសារអ្នកណានិយាយអីសោះយើងជាសមាជិករបស់អាស៊ានប្រទេសអាស៊ានបិទមាត់ចិត្តឈឹងទាំងអស់អត់មានអ្នកណាមកគ្រប់គ្រងជួយលើកទឹកចិត្តកម្ពុជាហើយថ្កោលទោសថៃអស់មកដល់ម៉ោងនេះបានដឹងថាយើងមិនអ្នកឯងសុខសាន្តតែម្ដងគឺអត់មាននរណាគេឈឺក្បាលយើងកើតឡើងយើងដឹងថាប្រទេសមួយដែលជាសមាជិករបស់អង្គការសហប្រជាជាតិជាប្រទេសសមាជិករបស់អាស៊ាន
ជាប្រទេសមួយដែលអួតថាជារដ្ឋអធិបតេយ្យបោះឆ្នោតដោយសេរីត្រឹមត្រូវមានការគោរពសិទ្ធិមនុស្សដ៏អស្ចារ្យនៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយដ៏មហិមាប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជាដែនអធិបតេយ្យសម្រាប់អីសពបែបយ៉ាងហើយដល់មកឥឡូវស្រាប់តែស្ងាត់ចឹងណាបើសិនជាធ្វើដោយកម្ពុជាពេលខ្លះខ្ញុំរករឿងលោកហ៊ុនសែនដែរណាអារឿងថៃរឿងអីចំនួនផ្ទៃក្នុងគេកន្លងមកហ្នឹងយើងលូកកកកកាយផ្ទៃក្នុងនយោបាយស្រុកគេមកកណោដោយសារតែពេលគេលូកអីចូលយើងវិញយើងទៅប្រាប់គេថាណែកុំអញញ៉ៃអាស៊ានណាគឺយើងអត់មានសិទ្ធិឈ្លានពានអធិបតេយ្យឬក៏រំលោភឈ្លានពានក្នុងដែនអធិបតេយ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្មែរប៉ុន្តែបើខ្មែរទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគេយើងធ្វើបានរហូតជាពិសេសនៅប្រទេសថៃអីចឹងអីរឿងសំបីតែរឿងអាស៊ានយើងធ្វើម្ចាស់ផ្ទះកាលលើកមុនអារឿងចំនួនសមុទ្រចិនហ្នឹងធ្វើឲ្យហ្វីលីពីនធ្វើឲ្យវៀតណាមធ្វើឲ្យស្អីគេថ្នាក់ជាមួយយើងដោយសារយើងអែបចិនខ្លាំងពេកបាត់អាខ្លឹមសារអាហ្នឹងយើងធ្វើកើតខ្ញុំថាបើសិនជាលោកហ៊ុនសែនធ្វើដល់ប៉ុណ្ណឹងបំពេញអាគោលការណ៍មិនជិតជ្រែកកិច្ចការអាស៊ានហ្នឹងដែលយើងស្ដីបន្ទោសគាត់សពបែបយ៉ាងមកដល់ម៉ោងហ្នឹងអាស៊ានខ្លួនឯងហ្នឹងក៏គួរតែធ្វើផ្ដេសផ្ដាស់ឲ្យដូចលោកហ៊ុនសែនវិញមើលលោកចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ានដើម្បីការពារកម្ពុជាវិញមើលអត់ធ្វើទៀតអត់ធ្វើទុកឲ្យកម្ពុជានៅឯកោខ្ញុំថាអានេះវាពិបាកមែនតើវាពិបាកដោយសារតែយើងយកអាគោលការណ៍អព្យាក្រឹតមិនចូលបកសម្ព័ន្ធឬក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងទាំងពួងហ្នឹងតែនេះគឺតែពេលគេទម្លាក់គ្រាប់ក្នុងដែនអធិបតេយ្យប្រទេសដទៃហើយយើងគិតថាអាហ្នឹងមិនជ្រៀតជ្រែកវាអត់ទេយុត្តិធម៌សម្រាប់មនុស្សជាតិទាំងមូលលើពិភពលោកសម្ដាប់ធ្នាប់ពិភពលោកអត់មានរឿងអីដែលនៅស្ងៀមបានទេយើងមើលដល់ពេលដែលឃើញអ្នកណាម្នាក់ធ្វើបាបអ្នកទុនខ្សោយតើយើងមនសិការរបស់យើងឈរអោបដៃមើលហើយមិនតមាត់អីសោះឬយ៉ាងម៉េចត្រូវចាំថាអំពើអយុត្តិធម៌តើកើតឡើងនៅលើអ្នកណាក៏ដោយវានឹងកើតឡើងលើអ្នកដទៃហើយវានឹងកើតឡើងគ្រប់កន្លែងបើយើងឈរអោបដៃមើលអានេះគឺជាទង្វើដែលខ្មែរយើងធ្លាប់ធ្វើយូរហើយនៅពេលដែលអំពើអយុត្តិធម៌កើតឡើងលើគណៈបកប្រឆាំងគេរំលាយគេធ្វើបាបគេកែរដ្ឋធម្មនុញ្ញគេធ្វើអីធ្វើទុកបុកម្នេញធ្វើអីយើងនាំគ្នាឈរដៃអោបដៃមើលហើយដោយតាំងតែហ៊ានខ្មែរទៀតប្រហែលជាខ្ញុំមិនចង់និយាយថាជាបណ្ដាសាទេតែហ៊ានខ្មែរកងទ័ពខ្មែរហ្នឹងលូកដៃជ្រៅក្នុងនយោបាយពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិចេញសារថ្កោលទោសលោកកំសខាលោកសំរងស៊ីសឹកតែបាត់ក្បត់ជាតិ4 10ចំនួនហើយជាយោធាដែលជាស្ថាប័នឯករាជ្យសោះហើយដល់ពេលឥឡូវយើងត្រូវបណ្ដាសាគេទៀតដោយសារអីដែលយើងយកស្ថាប័នយោធាឲ្យលោកឡំនៅក្នុងនយោបាយតែយើងខ្សោយខ្លួនចឹងប៉ុន្តែម្ដងទៀតបងប្អូនខ្ញុំនៅតែបន់ស្រន់ឲ្យបងប្អូនទៅហ៊ានជួមុខទាំងអស់ឲ្យអារុកអរិយអ្នកតាពលឹងដូនតាបុព្វបុរសខ្មែរនៅជួយតាមថែរក្សាការពារសុវត្ថិភាពរបស់គាត់ឲ្យរួចផុតពីមាចង្រៃថៃនេះគឺសូមឲ្យគាត់បោះវាជិះឆ្ងាយពីប្រជាមិត្តហើយសូមឲ្យគាត់បានទទួលជោគជ័យនៅក្នុងសមរភូមិក្នុងការការពារដែនអធិបតេយ្យរបស់កម្ពុជាខ្ញុំដឹងថាលំបាកណាស់នៅក្នុងពេលនេះព្រោះភាពអយុត្តិធម៌វាកើតឡើងច្រើនពេកហួសហេតុសម្រាប់បងប្អូននៅសមរភូមិមុខណាបងប្អូនត្រូវរងគ្រាប់យ៉ាងអយុត្តិធម៌បំផុតដែលខ្លោចផ្សាណាបងប្អូនខ្ញុំពិតជាអាណិតអាសូរបងប្អូនតាហ៊ានយើងណាសង្គ្រាមនេះគឺមិនគួរណាកើតឡើងទេវាគួរតែបងប្អូនមកណានៅជួបជុំក្រុមគ្រួសារសប្បាយក្អាកក្អាយព្រោះចិត្តចូលដល់ដាច់ឆ្នាំបុណ្យណូអែលឬក៏បុណ្យចូលឆ្នាំសកលអីផងឥឡូវនេះនៅភ័យព្រួយឬក៏អាចត្រូវរបួសកំពុងសម្រាប់ព្យាបាលឬក៏បានពលីជីវិតបាត់ទៅហើយអាសូរណាបងប្អូនអារឿងនេះដែលរឿងមិនគួរកើតឡើងប៉ុន្តែឥឡូវយើង